តសាស្ត្របន្ទាប់ដែលអាមេរិកបានដើរគឺប្រើយុទ្ធសាស្ត្រមួយដែលមានឈ្មោះថា Petro Dollar ឬដុល្លារប្រេងកាតដើម្បីធ្វើឲ្យដុល្លារអាមេរិកនៅតែមានដង្ហើមមានតម្លៃតទៅមុខទៀតនៅឆ្នាំ1974អាមេរិកបានទៅចរចាជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាស្ដេចប្រេងកាតពិភពលោកដោយសន្យាថាអាមេរិកនឹងជួយការពារយោធានិងរាជវង្សរបស់អារ៉ាប៊ីសាអូឌីតដោយដោះដូរមកវិញនៅអារ៉ាប៊ីសាអូឌីតត្រូវតែលក់ប្រេងកាតរបស់ខ្លួនជាលុយដុល្លារអាមេរិកតែមួយគត់អ្វីដែលយើងត្រូវដឹងគឺពេលនោះប្រេងកាតគឺជាចរន្តឈាមនៃសេដ្ឋកិច្ចរបស់គ្រប់ប្រទេសមិនថាចិនជប៉ុនឬអាល្លឺម៉ង់ក៏ដោយដើម្បីប្រើប្រាស់នៅក្នុងរោងចក្រដំណើរការផលិតកម្មដំណើរការម៉ាស៊ីននិងរថយន្តទាំងអស់ដូច្នេះបើចង់ទិញប្រេងគ្រប់ប្រទេសទាំងអស់គឺត្រូវតែបង្ខំចិត្តលក់ទំនិញឬធ្វើការដើម្បីសន្សំលុយដុល្លារទុកនេះហើយជាមូលហេតុដែលលុយដុល្លារបានក្បែរជាស្ដេចម្ដងទៀតព្រោះគ្រប់គ្នាតម្រូវឲ្យមានវានៅក្នុងដៃសរុបមកវិញអ្វីដែលយើងត្រូវចាំទុកពីពេលនេះតទៅគឺសហរដ្ឋអាមេរិកមានអំណាចក្នុងការព្រីនក្រដាសប្រាក់ដុល្លារថ្មីពេលណាក៏បានទោះបីជាយើងចង់ឬមិនចង់ក៏ដោយដែលទង្វើនេះហើយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិមាណនៃការផ្គត់ផ្គង់លុយដុល្លារនៅក្នុងពិភពលោកជាខ្លាំងឬនិយាយឲ្យងាយយល់គឺគ្រប់ពេលដែលអាមេរិកព្រីនលុយចាក់ចូលបន្ថែមទៅក្នុងទីផ្សារតម្លៃលុយដុល្លារដែលយើងមាននៅក្នុងកប៉ៅវានឹងធ្លាក់ចុះប៉ុន្តែភាគច្រើនគ្នាយើងមិនដែលចាប់អារម្មណ៍ពីរឿងនេះឡើយ